អាចធរបានតាមដានពួកចៅនោះដោយទៅកាន់ទីក្រុងរបស់ពូជសាសដែលមិនទាន់ត្រូវបានរកឃើញប៉ុន្តែពេលនោះស្រាប់តែគាត់បានឮថាពួកចៅក្រុងនឹងលួចយកគ្រឿងអលង្ការរបស់ក្មេងស្រីមុននឹងយកនាងទៅលក់ដូច្នេះអាចធរបានសម្រេចចិត្តចាត់ការពួកចៅនោះដោយខ្លួនឯងក្រុមចៅនេះបានប្រើចុកចំនួន7ក្បាលដើម្បីអូសរទិះអាចធរបានគិតផែនការមួយដោយធ្វើឲ្យចុកទាំងនោះបង្កភាពចលាចលគាត់បានបោះធ្នូមួយទៅលើពួកវាហើយធ្វើឲ្យចុកស្រែកឡើងភ្លាមមិនយូរប៉ុន្មានចៅម្នាក់បានមកពិនិត្យមើលដើម្បីឲ្យពួកវានៅស្ងៀមព្រោះសំឡេងវាអាចតាក់ទាញសត្វព្រៃផ្សេងមកផងដែរអាចធរយកឱកាសនោះលួចចូលពីខាងក្រោយហើយប្រើដៃបំលែងជាដាវមុតកាត់បំបត្តិគាត់ដោយស្ងៀមស្ងាត់បន្ទាប់មកអាចធរបានយកកាំបិតរបស់ចៅនោះមកចាក់ចោលម្នាក់ទៀតឬសូវជ្រុចចោលទី3មានអារម្មណ៍ថាមានអ្វីមិនប្រក្រតីប៉ុន្តែមុននឹងគាត់អាចប្រតិកម្មបានអាចធរបានចាក់ជើងរបស់គាត់បាត់ទៅហើយចៅនោះរត់ទៅរាយការណ៍ឲ្យមេដឹកនាំដឹងថាមានក្មេងប្រុសម្នាក់បានវាយប្រហារមេដឹកនាំមិនមានការព្រួយបារម្ភឡើយគាត់គ្រាន់តែគិតថាអាចយកអាចធរទៅលក់បានមួយទៀតដើម្បីរកប្រាក់បានថែមច្រើនជាងនឹងដូច្នេះគាត់បានបោះអាវុធចោលដើម្បីមិនឲ្យខូចខាតទំនិញថ្មីរបស់គាត់មេចៅនោះបានប្រើវេទមន្តពង្រឹងដៃហើយរត់ចូលវាយប្រហារប៉ុន្តែអាចធរអាចគេចផុតអាចធរព្យាយាមប្រើកាំបិតវាយប្រហារភ្លាមប៉ុន្តែមេចៅដែលមានបទពិសោធន៍ប្រយុទ្ធខ្ពស់បានមើលឃើញល្បិចនិងបោះអាចធរចោលតែម្ដងមេចៅចាប់អាចធរដោយដៃតែមួយដូចជាលើកតុកតាហើយនិយាយថានេះជាអន្ទាក់សម្រាប់គាត់ប៉ុន្តែអាចធរប្រញាប់ប្រើភ្លើងឲ្យឆេះហើយវាយទៅលើជើងឆ្វេងរបស់មេចៅធ្វើឲ្យមេចៅកាំងហើយមិនអាចបន្តចាប់អាចធរបានទៀតទេខណៈពេលមេចៅវង្វេងស្មារតីអាចធរប្រើវិធីសម្លាប់ដោយចាក់ចម្លើថ្ងាសឬសូជ្រុចដើម្បីបញ្ចប់ជីវិតគាត់ភ្លាមបន្ទាប់មកគាត់បានរៀបចំសម្អាតស្នាមភស្តុតាងនិងដោះស្រាយអ្នកដែលនៅរស់អាចធរឡើងទៅក្នុងរទិះដែលដាក់ក្មេងស្រីហើយនិយាយដោយសំឡេងទន់ថានាងអាចត្រឡប់ទៅផ្ទះវិញបានហើយក្មេងស្រីមិនយល់ថាមានអ្វីកើតឡើងទេហើយកាន់តែព្រួយព្រោះពេលឃើញរាងកាយអាចធររបួសពេញខ្លួនអាចធរដឹងថាក្មេងស្រីមិនធ្លាប់ឃើញឈាមច្រើនបែបនេះទេដូច្នេះគាត់បានប្រញាប់យកសាកសពចោលចេញមុននឹងឲ្យនាងឃើញអាចធរប្រមូលរបស់ដែលអាចប្រើបានសម្រាប់ធ្វើដំណើរបន្តហើយត្រៀមបន្តចេញដំណើរប៉ុន្តែក្មេងស្រីសុំអាចធកុំឲ្យទុកនាងឲ្យនៅម្នាក់ឯងក្នុងព្រៃគ្រោះថ្នាក់នេះនាងប្រាប់ថាឪពុកម្ដាយធ្លាប់និយាយថាខ្មោចក្នុងព្រៃស៊ីសាច់កុមារទោះជាយ៉ាងណាអាចធរដឹងថាគាត់គ្មានជំរឿផ្សេងទេត្រូវតែនាំនាងទៅកន្លែងដែលសុវត្ថិភាពក្មេងស្រីប្រាប់ថាផ្ទះនាងស្ថិតនៅទីខាងត្បូងហើយនាងសួរអាចធរអំពីឪពុកម្ដាយអាចធរនឹកឃើញអតីតកាលរបស់ខ្លួនកាលនៅវ័យដូចនាងហើយមិនចង់ឲ្យនាងជួបវាសនាដូចគាត់ទេដូច្នេះសម្រេចអំដំណើរនាងត្រឡប់ទៅផ្ទះថ្ងៃបន្ទាប់ពួកគេចាប់ផ្ដើមដំណើរឆ្លងព្រៃក្មេងស្រីបានណែនាំខ្លួនថានាងឈ្មោះទេស៊ីយ៉ាបន្ទាប់អាចធររៀបចំអាហារហើយប្រាប់នាងឲ្យញ៉ាំដើម្បីរក្សាកម្លាំងគាត់ទទួលសារភាពថាគាត់មិនដែលមានកុមារភាពធម្មតាទេសម្រាប់គាត់អាហារគ្រាន់តែជាការបំពេញថាមពលទេស៊ីយ៉ាប្រាប់អំពីទីក្រុងរបស់ពួកអែឡាហ្វូដែលមានឈ្មោះថាអាណាចក្រអេលេណូពួកគេបាននិយាយគ្នារហូតដល់យប់ហើយអាចធររៀបចំតង់ឲ្យនាងគេងពេលយប់អាចធរយឺសំឡេងចុកហើយព្រួយថាវាអាចវាយប្រហារហើយទេស៊ីយ៉ាបញ្ចុះបញ្ចូលឲ្យគាត់សម្រាប់ក្នុងតង់ដើម្បីឲ្យនាងមានអារម្មណ៍សុវត្ថិភាពថ្ងៃបន្ទាប់ដំណើរនៅតែវែងឆ្ងាយអាចធរមានការព្រួយបារម្ភអំពីឪពុកម្ដាយភ្លាមនោះគាត់មានអារម្មណ៍ឈឺបន្តិចនៅដើមទ្រូងប៉ុន្តែមិនប្រាប់ទេស៊ីយ៉ាដើម្បីមិនឲ្យនាងព្រួយបារម្ភស្រាប់តែចចកមួយលេចឡើងប៉ុន្តែវាមិនវាយប្រហារទេវាបោះសត្វព្រៃតូចមួយចោលហើយរត់ចេញទៅទេស៊ីយ៉ាសើចដោយសប្បាយហើយនិយាយថានេះជារង្វាន់សម្រាប់មនុស្សល្អនាងញ៉ាំសាច់ដោយរីករាយព្រោះយូរមកហើយមិនបានញ៉ាំអ្វីឆ្ងាញ់បែបនេះទេអាចធរក៏ដឹងថាវាឆ្ងាញ់ណាស់ហើយគិតថាប្រសិនបើអាចញ៉ាំបែបនេះរាល់ថ្ងៃគឺល្អប៉ុណ្ណាទេស៊ីយ៉ាក៏ឲ្យផ្សិតមួយចំនួនដល់អាចធរហើយនិយាយថាវាមានប្រយោជន៍ខ្លាំង